គឺមាននៅករណីស្ត្រីវ័យចំណាស់ម្នាក់បានចងកនៅចម្រឹងបង្អួចបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងខាងក្នុងផ្ទះមួយកន្លែងហើយប្រភពព័ត៌មានដែលខ្ញុំទទួលបានបឋមថាគាត់បំរុងមកជួលផ្ទះក៏ប៉ុន្តែគេអត់ទាន់បានសន្យាឲ្យជួលទេគាត់បែរជាចូលទៅនៅហើយមិនដឹងថាមានបញ្ហាទេរហូតដល់ចងកសម្លាប់ខ្លួននៅចម្រឹងបង្អួចតែម្ដងចង់និយាយថាពេលដែលគាត់មកសួរចែហ្នឹងមានកតុបជួលអត់ឲ្យចែក៏ប្រាប់គាត់ថាកតុបជួលទៅមើលសិនមើលជួបម្ចាស់ផ្ទះគេអត់បើអត់ជួបទេអាហ្នឹងបើជួបក៏និយាយមួយគេទៅបើអត់ជួបទេក៏នេះទៅព្រោះអីខ្លាចកតុបហ្នឹងគេជួលហើយអញ្ចឹងណាដល់ពេលហើយគាត់ដឹងមិនគាត់រើទៅនៅកតុបគេភ្លាមហ្មងហើយតើមិននិយាយហ្នឹងគេអត់ទាន់និយាយហើយនិយាយហ្នឹងគាត់បានជួបម្ចាស់ផ្ទះគេទេហើយក៏អត់ស្គាល់ទេម្ចាស់ផ្ទះគេដែរដល់ពេលអញ្ចឹងគាត់រើចូលមកនៅកតុបគេភ្លាមហ្នឹងដឹងមិនទៅជាអញ្ចឹងទៅហើយចែបន្តមកទៀតក៏ចែដឹងរឿងដែរគាត់ទុំមកនៅមិនសមមិញហីអត់តើមិននិយាយមកម្ចាស់ផ្ទះគេអីទាំងអស់មកលក់អីវ៉ាន់អីមិនមែនគាត់ថាអត់ទេគាត់ហ្នឹងគាត់មកជួលផ្ទះគេនៅនឹងគាត់កក់លុយហើយគាត់និយាយចឹងអាហ្នឹងគាត់ប្រាប់ខ្ញុំតែខ្ញុំថាអីតែផ្ទះហ្នឹងគេទៅរើគេថាគេមានអ្នកជួលថាពេញអស់ហើយអីមកនៅមិនកើតតែគាត់កូរ៉េដឹកអាកង់3ទៅយកវ៉ាន់មួយជើងទៀត2ជើងមិនអស់ឲ្យវ៉ាន់គាត់អូចឹងមានន័យថាអត់ទាន់និយាយគ្នាមួយម្ចាស់ផ្ទះអីចាប៉ុន្តែខ្ញុំឃើញគាត់អញ្ចឹងខ្ញុំឃើញគាត់តាមដែលខ្ញុំចិត្តប្រហាប់ចិត្តអីនៅតុកហ្នឹងគាត់ថាអ៊ំជួលហើយកក់លុយហើយអ៊ំពិបាកចិត្តតែប៉ុណ្ណឹងគិតអាម៉េចតិចមួយកូនក៏បោះបង់ចោលប្តីក៏ស្លាប់គាត់លេបឆ្នាំម្សៅផ្សារាល់ថ្ងៃអញ្ចឹងហ្នឹងហើយគាត់លេបឆ្នាំម្សៅផ្សាគាត់ប្រាប់ថាគាត់ទុំលេបឆ្នាំម្សៅផ្សាគាត់ធ្វើការនៅធនាគារនៅមុខនេះអាកន្លែងធនាគារទល់មុខសាលាយិនស៊ីសវត្តហ្នឹងគ្នាគាត់ប្រាប់គាត់ថាគាត់ទៅលោតទឹកពីរដងហើយប៉ុន្តែអត់ស្លាប់គេជួយគាត់រត់ទៅលោតទឹកស្គីជីវ៉ាពីរដងដោយសារមូលហេតុកូនគាត់ក៏ទទួលស្គាល់ប្តីក៏ស្លាប់អញ្ចឹងគាត់បាក់ទឹកចិត្តគាត់និយាយចឹងហ្នឹងគាត់និយាយប្រាប់ចឹងហ្មងចានិយាយប្រាប់ចឹងគាត់ថាគាត់អត់ដឹងទៅគ្រប់កន្លែងអស់កន្លែងធ្វើការគាត់ហ្នឹងគាត់ប្រាប់គេធនាគារគាត់ធ្វើអនាម័យនៅធនាគារនៅកន្លែងទល់មុខសាលាយិនស៊ីសវត្តយើងនេះអញ្ចឹងណាចាគាត់អាយុប្រហែលប៉ុន្មានដែរមីងហើយជាលឺគាត់ប្រាប់ថា50ជាងបាទអនុញ្ញាតគោរពជំរាបសួរប្រិមិត្តទូរទស្សនិកជនជាទីមេត្រីដែលនិយមតាមដានទស្សនារាល់ការផ្សាយរបស់អង្គភាពសារព័ត៌មាន TV Facebook នៅរសៀលម៉ោង2ថ្ងៃទី1ខែឧសភាបាទឆ្នាំ2025នេះគឺមាននៅករណីស្ត្រីវ័យចំណាស់ម្នាក់បានចងកនៅចម្រឹងបង្អួចបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងខាងក្នុងផ្ទះមួយកន្លែងបាទហើយប្រភពព័ត៌មានដែលខ្ញុំទទួលបានបឋមថាគាត់បំរុងមកជួលផ្ទះក៏ប៉ុន្តែគេអត់ទាន់បានសន្យាឲ្យជួលទេគាត់បែរជាចូលទៅនៅហើយមិនដឹងថាមានបញ្ហាទេរហូតដល់ចងកសម្លាប់ខ្លួននៅចម្រឹងប្អួយតែម្ដងដែលទីតាំងកន្លែងកើតហេតុនេះគឺនៅចំណុចដឿងហែមចិត្តនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះដែលស្ថិតនៅក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញរាជធានីភ្នំពេញដែលឥឡូវនេះទីតាំងកន្លែងកើតហេតុគឺបកកមានការភ្ញាក់ផ្អើលខ្លាំងមែនទែនប្រិមិត្តបាទឥឡូវយើងសាកសួរប្រភពព័ត៌មានបន្តិចប្រិមិត្តបាទអីសុំមួយម៉ាត់មើលអីសុំមួយម៉ាត់មកដំបងយ៉ាងម៉េចដែរអីគាត់មកបំរុងជួបផ្ទះហ្នឹងយ៉ាងម៉េចដែរអីជួយប្រាប់តិចបានទេគាត់មកចាយអត់ដឹងដែរអូនគាត់មកជួបផ្ទះពេលហ្នឹងគាត់យ៉ាងម៉េចដែរបានចង់និយាយថាពេលដែលគាត់មកសួរចែហ្នឹងមានកតុបជួលអត់ឲ្យចែក៏ប្រាប់គាត់ថាកតុបជួលទៅមើលសិនមើលជួបម្ចាស់ផ្ទះគេអត់បើអត់ជួបទេអាហ្នឹងបើជួបក៏និយាយមួយគេទៅបើអត់ជួបទេក៏នេះទៅព្រោះអីខ្លាចកតុបហ្នឹងគេជួលហើយអញ្ចឹងណាដល់ពេលហើយគាត់ដឹងមិនគាត់រើទៅនៅកតុបគេភ្លាមហ្មងហើយតើមិននិយាយហ្នឹងគេអត់ទាន់និយាយហើយណាមួយម្ចាស់ផ្ទះគេយើងបានជួបម្ចាស់ផ្ទះគេទេនិយាយហ្នឹងគាត់បានជួបម្ចាស់ផ្ទះគេទេហើយក៏អត់ស្គាល់ទេម្ចាស់ផ្ទះគេដែរហើយដល់ពេលអញ្ចឹងគាត់រើចូលមកនៅកតុបគេភ្លាមហ្នឹងដឹងមិនទៅជាអញ្ចឹងទៅហើយចែបន្តមកទៀតក៏ចែដឹងរឿងដែរគាត់មកនៅប្រហែលថ្ងៃគាត់ទុំមកនៅម្សិលមិញហីចាម្សិលមិញពេលថ្ងៃហ្នឹងហីមកនៅម្សិលមិញហ្នឹងចានៅម្សិលមិញពេលថ្ងៃអត់តាន់បាននិយាយមួយម្ចាស់អត់តាន់បាននិយាយមួយម្ចាស់ផ្ទះគេអីទាំងអស់ហើយអត់ស្គាល់ទេម្ចាស់ផ្ទះគេអីទាំងអស់ទៀតហើយខ្ញុំអ្នកមក10ជាងក៏រើមកហើយពេលហ្នឹងខ្ញុំមកចេញទៅលក់គឺខ្ញុំចេញទៅលក់មក10ជាងចេញពីផ្ទះខ្ញុំមកខ្ញុំចូលដល់ខ្ញុំសួរថាអីមកហ្នឹងអីដែលលក់មកលក់អីវ៉ាន់អីមិនមែនគាត់ថាអត់ទេគាត់ហ្នឹងគាត់មកជួលផ្ទះគេនៅនឹងគាត់កក់លុយហើយគាត់និយាយចឹងអាហ្នឹងគាត់ប្រាប់ខ្ញុំតែខ្ញុំថាអីតែផ្ទះហ្នឹងគេទៅរើគេថាគេមានអ្នកជួលថាពេញអស់ហើយអីមកនៅមិនកើតតែគាត់កូរ៉េដឹកអាកង់3ទៅយកវ៉ាន់មួយជើងទៀត2ជើងមិនអស់ឲ្យវ៉ាន់គាត់ចាអូចឹងមានន័យថាអត់ទាន់និយាយគ្នាមួយម្ចាស់ផ្ទះអីចាប៉ុន្តែខ្ញុំឃើញគាត់អញ្ចឹងខ្ញុំឃើញគាត់តាមដែលខ្ញុំអង្គុយចិត្តប្រហាប់ចិត្តអីនៅតុកហ្នឹងគាត់ថាអ៊ំជួលហើយកក់លុយហើយអ៊ំពិបាកចិត្តតែប៉ុណ្ណឹងគិតអាម៉េចតិចមួយកូនក៏បោះបង់ចោលប្តីក៏ស្លាប់អញ្ចឹងទៀតចាគាត់និយាយប្រាប់ខ្ញុំអញ្ចឹងបែបគាត់ខូចចិត្តណាហើយគាត់លេបឆ្នាំម្សៅផ្សារាល់ថ្ងៃអញ្ចឹងហ្នឹងហើយគាត់លេបឆ្នាំម្សៅផ្សាគាត់ប្រាប់ថាគាត់ទុំលេបឆ្នាំម្សៅផ្សា
ហើយណាមួយគាត់ធ្វើការនៅធនាគារនៅមុខនេះអាកន្លែងធនាគារទល់មុខសាលាយិនស៊ីសវត្តហ្នឹងគ្នាគាត់ប្រាប់គាត់ថាគាត់ទៅលោតទឹកពីរដងហើយប៉ុន្តែអត់ស្លាប់គេជួយគាត់រត់ទៅលោតទឹកស្វាជីវ៉ាពីរដងដោយសារមូលហេតុកូនគាត់ក៏ទទួលស្គាល់ប្តីគាត់ស្លាប់អញ្ចឹងគាត់បាក់ទឹកចិត្តគាត់និយាយទឹកចិត្តហ្នឹងគាត់និយាយប្រាប់ចឹងហ្មងចានិយាយប្រាប់ចឹងគាត់ថាគាត់អត់ដឹងទៅគ្រប់កន្លែងអស់កន្លែងធ្វើការគាត់ហ្នឹងគាត់ប្រាប់គេគាត់មានគាត់ចង់និយាយថាថ្ងៃហ្នឹងគាត់ប្រកបការងារនៅធនាគារគាត់ធ្វើអនាម័យនៅធនាគារនៅកន្លែងទល់មុខសាលាយិនស៊ីសវត្តយើងនេះអញ្ចឹងណាចាគាត់អាយុប្រហែលប៉ុន្មានដែរមីងអត់ដឹងដែរអូនប្រហែលជាលឺគាត់ប្រាប់ថា50ជាងប៉ុន្តែស្គាល់ឈ្មោះគាត់អត់ស្គាល់ស្គាល់ឈ្មោះគាត់ទេអត់ស្គាល់ទេតែមកជួបគ្នាសាមញ្ញហ្នឹងហ្មងឲ្យឃើញគាត់មកឥឡូវដូចអូនឯងនេះទុំស្គាល់គ្នាឃើញគ្នាចេះស្គាល់គ្នាអញ្ចឹងប៉ុន្តែតាមពិតយើងអត់ដែរដឹងពីប្រវត្តិគាត់អីគាត់រស់នៅយ៉ាងម៉េចយើងអត់ដឹងទេអូបានន័យថាយើងស្គាល់គ្នាភ្លាមៗយើងគាត់មករកផ្ទះជួលហ្នឹងទៅដូចគាត់ដូចថាអ៊ីអញ្ចឹងស្គាល់គាត់អញ្ចឹងតែអ៊ីគាត់សួររកផ្ទះជួលអញ្ចឹងអ៊ីគាត់ចេះតែពឹងជូនគាត់មកមើលតែគ្រាន់តែមកមើលឯណាប៉ុន្តែអត់បានមិនរួនបានជួបម្ចាស់ផ្ទះគេឬក៏បានអីទាំងអស់ហេតុអីក៏រើវ៉ាន់ចូលមកនៅកន្ទប់គេហើយអ៊ីក៏អត់យល់ដែរស្រាប់តែមកដល់ថ្ងៃនេះគាត់ចងក្រោបអត់ដឹងរឿងដែរហើយយើងក៏អត់ដឹងមូលហេតុអីអត់ដឹងរឿងទាំងអស់ព្រោះគាត់នៅហ្នឹងក៏គាត់មិនដឹងរឿងដូចគ្នាបាទអរគុណបាទប្រិមិត្តបានដឹងហើយតាមប្រភពព័ត៌មានដែលខ្ញុំទទួលបានពីអ្នកមីងដែលជាអ្នកនាំមកជួយមើលបានន័យថាគាត់ស្គាល់គ្នាភ្លាមគាត់នាំគ្នាមកមើលផ្ទះបាទក៏ប៉ុន្តែអត់បានជួបម្ចាស់ផ្ទះទេមិនទាន់បាននឹងនិយាយថាជួលឲ្យអីផងគាត់ក៏បែរជាមិននៅហើយយករើអីវ៉ាន់មកនៅស្រាប់តែរហូតមកដល់ថ្ងៃនេះគាត់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងតែម្ដងនៅចឹងជំរឹងប្អួយបាទហើយឥឡូវនេះសមត្ថកិច្ចជំនាញកសលវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានមកដល់ទីតាំងកន្លែងកាត់ហេតុផងដែរកំពុងតែត្រួតពិនិត្យនៅលើទីតាំងកន្លែងកាត់ហេតុផងដែរប្រិមិត្តបាទអរគុណប្រិមិត្តទស្សនិកជនដែលចំណាយពេលវេលាដ៏មានតម្លៃចូលទស្សនាដល់ការផ្សាយគណៈពេលនេះខ្ញុំបានសំណាងសូមអរគុណសូមគោរពលា